បាទប្រិមិត្តមានការឆ្ងល់ជាយូរយារណាស់មកហើយថាតើហេតុអ្វីនៅក្នុងប្រទេសថៃគឺខាងពួកកងទ័ពរបស់ថៃនេះមិនសូវស្ដាប់បញ្ជារបស់រដ្ឋាភិបាលស៊ីវិលនៅក្នុងប្រទេសថៃឬក៏អ្នកនយោបាយនៅក្នុងប្រទេសថៃទេដែលក្នុងនោះគឺសូម្បីតែនាយករដ្ឋមន្ត្រីឬក៏រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសថៃក៏ក្រុមពួកយោធាថៃនៅតាមតំបន់មួយចំនួនគឺមិនសូវស្ដាប់បទបញ្ជារបស់រដ្ឋាភិបាលថៃនោះទេដែលក្នុងនោះគឺសូម្បីតែអគ្គមេបញ្ជាការចម្រុះក៏កងទ័ពនេះមិនសូវស្ដាប់ទេហើយក៏មានផ្នែកជាច្រើនទៅតាមការកំណត់ឬក៏ការរៀបចំចាត់តាំងពីក្រមពួកអ្នកយោធាដែលក្នុងនោះគឺមានក្រមពួកយោធាដែលហៅថាបូរ៉ាផាផាយៈឬក៏ក្រមឡាបូព៌ារបស់ប្រទេសថៃគឺជាក្រមដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងនយោបាយក្នុងប្រទេសថៃទាំងនៅក្នុងជួរនៃរដ្ឋាភិបាលនៅក្នុងប្រទេសថៃគឺក្រុមនេះគឺមិនសូវស្ដាប់ទេតើពួកគេនេះគឺជាក្រុមណាហើយមានអ្នកណានៅពីក្រោយខ្នងនៃក្រុមអ្វីដែលហៅថាបូរ៉ាផាផាយៈឬក៏ខ្លាបូព៌ានេះនៅកម្ពុជានិងប្រទេសសៀមនេះគឺបានឆ្លងកាត់នៃប្រវត្តិសាស្ត្រច្បាំងគ្នានេះអស់រយៈពេលច្រើនសតវត្សរ៍កន្លងមកហើយចាប់តាំងអំពីជនជាតិសៀមនេះបានប្លន់យកទឹកដីនៃចក្រភពរបស់ខ្មែរហើយបានបង្កើតនៅនគររបស់ខ្លួនជាលើកដំបូងនៅដើមសតវត្សរ៍ទី13រហូតមកក៏ប៉ុន្តែប្រវត្តិសាស្ត្រច្រំដែលនេះបាននឹងកំពុងតែបន្តកើតឡើងសាជាថ្មីគណៈដែលទាហានរបស់ថៃបាននឹងកំពុងតែវាយប្រហារឈ្លានពានមកលើទឹកដីប្រទេសកម្ពុជាប៉ុន្តែអ្វីដែលមនុស្សជាច្រើនកាន់តែចង់ដឹងបំផុតនោះនៅត្រង់ថាហេតុអ្វីទើបក្រុមទាហានបូរ៉ាផាផាយៈសៀមនេះមានឥទ្ធិពលខ្លាំងទាំងខាងនយោបាយទាំងយោធានៅក្នុងប្រទេសថៃជាពិសេសគឺមិនស្ដាប់រដ្ឋាភិបាលក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសថៃទេគឺតែងតែទាញឲ្យរដ្ឋាភិបាលនឹងដើរតាមខ្លួនទៅវិញហើយពេលណាដែលរដ្ឋាភិបាលធ្វើអ្វីដែលមិនស្ដាប់បញ្ជារបស់យោធាគឺយោធាមិនបានស្ដាប់មិនអនុវត្តតាមនោះទេដូចនៅក្នុងពេលកន្លងមកនេះទោះបីជានាយករដ្ឋមន្ត្រីអនុទិនបានទៅសញ្ញេចុះហត្ថលេខាជាមួយនឹងអន្តរជាតិជាពិសេសជាមួយនឹងកម្ពុជាយ៉ាងណាក៏ដោយក៏កងទ័ពនេះមិនស្ដាប់បញ្ជានោះទេនៅតែបន្តវាយឲ្យអូសទាញលោកអនុទិនឲ្យចូលខុបខិតជាមួយនឹងពួកគេនោះថែមទៅទៀតគួររំលឹកផងដែរថាប្រទេសសៀមនេះគឺបានបដូរឈ្មោះមកជាថៃនៅក្នុងឆ្នាំ1939ក៏ប៉ុន្តែបើគិតចាប់តាំងអំពីឆ្នាំ1932រហូតមកដល់ពេលនេះគឺប្រទេសសៀមបានឆ្លងកាត់នៅការធ្វើរដ្ឋប្រហារយោធានេះដល់ទៅចំនួន14លើកហើយក្នុងនោះក៏មានរាប់បញ្ចូលទាំងការធ្វើរដ្ឋប្រហារដោយស្ងាត់ស្ងៀមម្ដងគឺនាឆ្នាំ1951នោះផងដែរថៃបានក្លាយទៅជាប្រទេសដែលមានការធ្វើរដ្ឋប្រហារយោធាដ៏ច្រើនជាងគេបំផុតមួយនៅក្នុងពិភពលោកអ្នកនយោបាយរបស់ប្រទេសសៀមពីមួយចំនួនទៅមួយចំនួននាសម័យទំនើបរបស់ប្រទេសនេះកាលបើពួកគេបានជាប់ឆ្នោតក្លាយទៅជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃហើយនោះពួកគេតែងតែមានការប្រយ័ត្នប្រយែងខ្ពស់បំផុតនៅក្នុងការនិយាយស្ដីដែលពាក់ព័ន្ធទៅនឹងក្រមពួកទាហាននេះឯងប្រព័ន្ធច្បាប់របស់ប្រទេសសៀមមានភាពស្មុគស្មាញយ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រងយោធាហើយមហាក្សត្រថៃគឺមានសិទ្ធិអំណាចខ្លាំងទៅលើពួកទាហាននេះឯងបើសិនជានាយករដ្ឋមន្ត្រីណាដែលស្ដេចមិនពេញចិត្តនោះទេអាចប្រឈមទៅនឹងការធ្វើរដ្ឋប្រហារដោយពួកយោធាថ្មីបើស្ដេចមិនចេញមុខដោយខ្លួនឯងយ៉ាងណាក៏ដោយនៅក្នុងពេលបច្ចុប្បន្ននេះទាហានសៀមនៅតែបន្តមានឥទ្ធិពលដ៏ខ្លាំងក្លានៅក្នុងប្រទេសថៃនេះគណៈដែលក្រមអ្នកនយោបាយមានភាពទន់ខ្សោយនៅក្នុងសង្គ្រាមឈ្លានពានរបស់ទាហានសៀមរយៈពេល5ថ្ងៃមកលើទឹកដីកម្ពុជាចន្លោះពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025អ្វីបើមានមេដឹកនាំរដ្ឋាភិបាលថៃបានព្រមព្រៀងចុះហត្ថលេខាជាមួយនឹងកម្ពុជាក្រោមវត្តមាននៃប្រធានាធិបតីដូណាល់ត្រាំមេដឹកនាំនៃប្រទេសមហាអំណាចកម្ពុជារបស់ពិភពលោកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានបដូវវេនដើម្បីបញ្ចប់ចំនួនព្រំដែនដ៏រ៉ាំរ៉ៃហើយក្តី
ក៏ប៉ុន្តែក្រុមទ័ពកម្ពុជាមិនព្រមទើបនៅទីបំផុតពួកគេបានវាយប្រហារជាថ្មីលើកម្ពុជារហូតធ្វើឲ្យផ្ទុះសង្គ្រាមឡើងវិញពីថ្ងៃទី7ខែធ្នូរហូតមកដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះគឺមិនទាន់បានបញ្ចប់នៅឡើយនោះទេបច្ចុប្បន្ននេះក្រមទាហានបូរ៉ាផាផាយ៉ាកំពុងតែមានអំណាចខ្លាំងទាំងខាងយោធានិងឆាកនយោបាយនៅក្នុងប្រទេសថៃនិងសង្គមរបស់ថៃក្នុងករណីនេះកាន់តែធ្វើឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់បន្ថែមទៅទៀតថាហេតុអ្វីទើបក្រុមនេះមានឥទ្ធិពលខ្លាំងទៅដល់ម្លឹងនោះវិញទៀតកម្ពុជាក៏មិនបានដឹងថាត្រូវនិយាយជាមួយនឹងមេដឹកនាំសៀមមួយណានោះដែរបើថ្ងៃនេះពួកគេនិយាយអញ្ចេះស្អែកពួកគេនិយាយអញ្ចោះពោលគឺនិយាយបាត់ដៃក្នុងដៃក្រឡិចរកការទុកចិត្តមិនបាននោះទេបើយោងទៅតាមគេហទំព័រមួយបានលើកឡើងថាបូរ៉ាផាផាយ៉ាមានន័យថាខ្លាបូព៌ាឬក៏អ្នកចម្បាំងបូព៌ាក្រុមនេះមានអំណាចយ៉ាងខ្លាំងនៅក្នុងជួរកងទ័ពរបស់សៀមដែលបានផ្ដោតទៅលើកងពលធំថ្មើរជើងលេខ2មានមូលដ្ឋាននៅក្នុងខេត្តប្រាឈិនបុរីនៃក្នុងប្រទេសថៃក្រុមខ្លាកំណាចបូព៌ានេះមានទំនាក់ទំនងជាមួយនឹងអិសរាជជនយោធាសំខាន់របស់សៀមដោយមានដូចជាលោកឧត្តមសេនីយ៍ប្រវិតវង្សសុវណ្ណនិងលោកឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូចាមេដឹកនាំរដ្ឋប្រហារយោធានិងជាអតីតនាយករដ្ឋមន្ត្រីថៃជាដើមផងដែរបូរ៉ាផាផាយ៉ាមានចេញមុខមាត់នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជាថៃហើយពួកគេក៏មានឥទ្ធិពលទៅលើឆាកនយោបាយផងដែរក្រុមនេះតំណាងឲ្យបណ្ដាញមន្ត្រីដ៏សំខាន់ដែលផ្ដោតទៅលើការបញ្ជានិងការគ្រប់គ្រងជាយុទ្ធសាស្ត្រនាភាគខាងកើតនៃប្រទេសថៃតាមសេចក្តីរាយការណ៍ដដែលនេះលើកឡើងថាក្រុមទាហានបូរ៉ាផាផាយ៉ាមានរហស្សនាមក្រុមខ្លាកំណាចបូព៌ាគឺជាក្រុមទាហានដែលមានអំណាចនិងមានឥទ្ធិពលបំផុតមួយនៅក្នុងជួរកងទ័ពរបស់ភូមិន្ទថៃក្រុមនេះមានដើមកំណើតចេញមកពីកងពលធំថ្មើរជើងលេខ2ដែលកងឆ្មាំការពាររាជវង្សអង្គរៈនៃស្ដេចថៃដោយមានមូលដ្ឋាននៅភាគខាងកើតនៅខេត្តប្រាឈិនបុរីក្រុមខ្លាកំណាចបូព៌ានេះក្លាយទៅជាអង្គភាពមួយមានអំណាចខ្លាំងហើយត្រូវបានគេចាត់ទុកថាគឺជាអង្គភាពរដ្ឋប្រហារដ៏មានសារៈសំខាន់នៅក្នុងវិស័យយោធាថៃនិងមជ្ឈមណ្ឌលនៃអំណាចដ៏ខ្លាំងក្លាបំផុតផងដែរក្រុមខ្លាកំណាចបូព៌ានេះមានឥទ្ធិពលខ្លាំងទាំងនៅក្នុងឆាកនយោបាយនិងយោធាអស់រយៈពេលជាង1ទសវត្សរ៍កន្លងមកហើយក្រុមខ្លាកំណាចបូព៌ានេះបានស្ថិតនៅក្រោមមេទ័ពកម្ពុជាចំនួន3នាក់តាមអ្វីដែលគេហៅថាបងប្អូនកងទ័ពទាំង3នាក់ដែលក្នុងនោះគឺរួមមានលោកឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូចាមេដឹកនាំរដ្ឋប្រហារយោធាដែលបានបណ្ដេញលោកស្រីយីងឡាក់ស៊ីណាវត្ត្រាចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំ2014លោកឧត្តមសេនីយ៍ប្រវិតវង្សសុវណ្ណអតីតឧបនាយករដ្ឋមន្ត្រីនិងឧត្តមសេនីយ៍អនុពង្សផៅចិន្តាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអិសរាជជនយោធាកម្ពុជាទាំង3នាក់នេះសុទ្ធតែជាអ្នកដែលមានមុខមាត់ខ្លាំងក្លានៃក្រុមខ្លាកំណាចបូព៌ានេះភាពជាអ្នកដឹកនាំនៃក្រុមនេះបានគ្រប់គ្រងជាប្រវត្តិសាស្ត្រតាមលំដាប់លំដោយនៃការស្នងតំណែងនៅក្នុងជួរកងទ័ពដោយមន្ត្រីមានភាពស្មោះនឹងឡើងឋានន្តរស័ក្តិខ្ពស់សម្រាប់ការកាន់នៅមុខតំណែងសំខាន់ដែលរួមមានតួនាទីជាអគ្គមេបញ្ជាការកងទ័ពតំណែងជានាយករដ្ឋមន្ត្រីក្រោយការធ្វើរដ្ឋប្រហារយោធានោះជាដើមក្រុមអ្នកជំនាញព្រំដែនដូចជាទាហានជើងចាស់ជារឿយត្រូវបានគេកត់សម្គាល់សម្រាប់បទពិសោធន៍ទូលំទូលាយរបស់ពួកគេនៅក្នុងការគ្រប់គ្រងប្រតិបត្តិការនៅតាមព្រំដែនរវាងកម្ពុជានិងថៃស្ថានភាពព្រំដែននាពេលបច្ចុប្បន្ននេះគឺក្រុមខ្លាកំណាចបូព៌ានេះនៅតែជាកម្លាំងដ៏មានអំណាចក្នុងការកែសម្រួលកម្លាំងយោធានៅក្នុងពេលថ្មីនេះហើយឥឡូវនេះគេក៏មើលឃើញអំពីការកើនឡើងនៃឥទ្ធិពលរបស់ក្រុមទាហានមួយក្រុមទៀតដែលមានឈ្មោះហៅថាទាហានគោក្រហមដែលជាក្រុមដាច់ដោយឡែកមួយផ្សេងទៀតត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2018ដោយព្រះមហាក្សត្រថៃវ៉ាជីរាឡុងកនឬក៏ស្ដេចរាមាទី10សម្រាប់ការពារព្រះបរមរាជវាំងក្រុមនេះ
នឹងនាំឲ្យមានការតស៊ូអំណាចយ៉ាងស្វិតស្វាញនៅក្នុងឋានានុក្រមនៃយោធារបស់ថៃផងដែរក្រុមគូក្រហមនេះបានសម្ដៅទៅលើក្រុមមន្ត្រីយោធាដ៏មានឥទ្ធិពលរបស់ថៃនិងក្រុមវីរៈជនរបស់ស្ដេចរាមាទី10ហើយត្រូវបានគេកត់សម្គាល់ទៅលើអាវយឺតពណ៌ក្រហមនៅខាងក្នុងពេលដែលមានការវឹកវើយ៉ាងពិសេសនិងការកាន់មុខតំណែងសំខាន់ៗដើម្បីធានានូវភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រថៃនិងការគ្រប់គ្រងទៅលើកងកម្លាំងប្រដាប់អាវុធក្រុមគូក្រហមនេះបម្រើជាក្រុមកិច្ចការផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រឬក្រុមការងារលេខ904ហើយក៏មានសារៈសំខាន់សម្រាប់ការជំរុញទៅដល់មន្ត្រីនានាឲ្យកាន់តំណែងកំពូលនៅក្នុងជួរកងទ័ពនិងការពង្រឹងអំណាចរបស់រាជវង្សនៅក្នុងជួរយោធាដែលមានអំណាចជាប្រពៃណីបន្ថែមទៀតផងដែរបើតាមសេចក្តីរាយការណ៍ខ្លះទៀតបានលើកឡើងថាក្រុមខ្លាកំណាចបូព៌ាមានទំនាក់ទំនងនឹងស្ថាប័នព្រះមហាក្សត្រីយានីឬកងឆ្មាំមហាក្សត្រីយានីឬលក្ខណៈពិសេសមួយទៀតគឺមេដឹកនាំនៃក្រុមនេះភាគច្រើនធ្លាប់បម្រើការងារនៅក្នុងកងវីរៈសេនាធំថ្មើរជើងលេខ21នៃកងរក្សាព្រះអង្គដែលត្រូវបានគេស្គាល់ថាជាកងឆ្មាំរាជនីឬទាហានការពារម្ចាស់ក្សត្រីយានីសម្ដេចព្រះមាតាសិរិគិតដែលជាព្រះមាតារបស់ស្ដេចរាមាទី10ក្រុមនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរាជវង្សនិងមានអំណាចដ៏រឹងមាំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយោធាថៃបើនិយាយអំពីការគ្រប់គ្រងនយោបាយនិងយោធាវិញក្រុមខ្លាកំណាចបូព៌ាមានអំណាចខ្លាំងបំផុតជំនួសឲ្យក្រុមនៃវង្សថេវ៉ាន់ដែលជាទាហានការពារក្រុងបាងកកបន្ទាប់អំពីរដ្ឋប្រហារនាឆ្នាំ2014មួយវិញទៀតបើនិយាយអំពីឆាកនយោបាយវិញក្រុមខ្លាកំណាចបូព៌ាក៏មាននិន្នាការជាក្រុមអភិរក្សនិយមការពារស្ថាប័នព្រះមហាក្សត្រហើយប្រឆាំងទៅនឹងចលនានយោបាយរបស់ក្រុមលោកថាក់ស៊ីនស៊ីណាវ៉ាត្រាក្រុមទាហានបូរាផាជាក្រុមយោធាដែលមានភក្តីភាពចំពោះស្ដេចថៃហើយបានគ្រប់គ្រងនយោបាយនៅក្នុងប្រទេសថៃអស់រយៈពេលជិតមួយទសវត្សរ៍កន្លងមកហើយតាមរយៈការធ្វើរដ្ឋប្រហារនិងការបោះឆ្នោតនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ2017ដែលលោកឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូចាបានតាក់តែងឡើងក្រោយអំពីរដ្ឋប្រហារយោធានាឆ្នាំ2014ប្រិមិត្តនេះគឺជារឿងរ៉ាវដែលគួរតែឆ្វេងយល់អំពីកងទ័ពនៅក្នុងប្រទេសថៃដែលក្នុងនោះគឺមាន2ក្រុមដែលគេចាត់ទុកថាជាខ្លាកំណាចភាគខាងកើតអរយៈនេះឯងហើយមួយក្រុមទៀតដែលគេទើបនឹងបង្កើតគឺក្រុមគូក្រហមដែលក្រុមនេះគឺមានស្វាមីភក្តិចំពោះព្រះមហាក្សត្រនិងរាជវង្សគឺបង្កើតឡើងដើម្បីតែការពារនៃរាជវង្សឬក៏ម្ចាស់ក្សត្រីយានីនៅក្នុងប្រទេសថៃនេះឯងដូច្នេះហើយទើបបានជាពួកនេះមានអំណាចខ្លាំងមែនទែនដែលធ្វើព្យុះធ្វើភ្លៀងធ្វើផ្គរដែលមិនបានខ្លាចទៅនាយករដ្ឋមន្ត្រីឬក៏រដ្ឋាភិបាលស៊ីវិលនោះទេដោយសារតែគេមានខ្នងបង្អែកអ្នកបង្កើតក្រុមទាំងពីរនេះគឺជាព្រះមហាក្សត្ររបស់ប្រទេសថៃការពារនៅផលប្រយោជន៍របស់ស្ដេច